បាទសួស្តីអ្នករៀនបកប្រែកាសែតទាំងអស់គ្នាបាទថ្ងៃនេះយើងបកប្រែអត្ថបទបន្តទៀតពីម្សិលមិញដែលមានចំណងជើងថា Cambodia Thailand scramble to de-escalate tensions after troops threat shots at borders បាទអញ្ចឹងកម្ពុជាហើយនិងថៃបានប្រឹងប្រែងដើម្បីកាត់បន្ថយឬក៏បន្ធូរបន្ថយភាពតានតឹងបន្ទាប់ពីទាហានហ្នឹងធ្វើការបាញ់តបគ្នាទៅវិញទៅមកនៅឯព្រំដែនបាទអញ្ចឹងយើងចូលដល់ paragraph ទី8យើងអានបកប្រែរបស់គ្នា This class is not something Cambodia decide and we will continue discussions with the Thai Ministry of Defense to find a mutual solution that will quickly return the situation to normal and prevent future occurrences of such incidents, the ministry said. And this class is not something Cambodia decide, and we will continue discussions with the Thai Ministry of Defense to find a mutual solution that will quickly return the situation to normal and prevent future occurrences of such incidents, the ministry said. បាទអញ្ចឹងយើងបកកន្លែង the ministry said មិនអានេះគេហៅថាប្រភពបាទ attribute បាទអញ្ចឹងអានេះគ្មានកណ្ដៅ2ហ្នឹងគេហៅថាការដកស្រង់ quote បាទក្រសួងបាននិយាយថាការប៉ះទង្គិចនេះគឺមិនមែនជាអ្វីដែលកម្ពុជាចង់បាននោះទេបាទ Cambodia Design មិនមែនជាអ្វីដែលកម្ពុជាចង់បាននោះទេហើយយើងនឹងបន្តធ្វើការពិភាក្សាជាមួយនឹងក្រសួងការពារជាតិរបស់ថៃដើម្បីស្វែងរកដំណោះស្រាយរួមគ្នាមួយបាទ mutual solution ដំណោះស្រាយរួមគ្នាមួយដែលនឹងប្រែក្លាយស្ថានភាពឲ្យទៅរកស្ថានភាពធម្មតាឲ្យបានឆាប់បំផុតបាទហើយនឹងធ្វើការប្រែក្លាយស្ថានភាពហ្នឹងឲ្យទៅជាស្ថានភាពធម្មតាឲ្យបានឆាប់បំផុតហើយនឹងការការពារការផ្ទុះឡើងបាទ occurrence បាទការកើតឡើងនៅឧបទ្ទហេតុយ៉ាងដូចនេះនាពេលខាងមុខបាទច្រើននេះបកក្រោយនាពេលខាងមុខបាទអញ្ចឹងសូមសារទៀតក្រសួងបាននិយាយថាការប៉ះទង្គិចគ្នានេះគឺមិនមែនជាអ្វីដែលកម្ពុជាចង់បាននោះទេហើយយើងនឹងបន្តធ្វើការពិភាក្សាជាមួយនឹងក្រសួងការពារជាតិរបស់ថៃដើម្បីស្វែងរកនៅដំណោះស្រាយរួមគ្នាមួយដែលនឹងប្រែក្លាយស្ថានភាពហ្នឹងឲ្យទៅជាធម្មតាវិញឲ្យបានឆាប់បំផុតហើយនឹងការពារនៅការកើតឡើងឧបទ្ទហេតុដូចនេះនាពេលខាងមុខតទៅទៀតបាទទី9 Cambodia remain committed to diplomatic means and peaceful resolutions, as well as to maintaining its borders with neighboring countries, as borders of peace, stability, development, and mutual cooperation. Cambodia is resolute in defending its territorial integrity at all costs. Cambodia remain committed to diplomatic means and peaceful resolutions, as well as to maintaining its borders with neighboring countries as borders of peace, stability, development, and mutual cooperation. Cambodia is resolute in defending its territorial integrity at all costs. បាទអញ្ចឹងយើងមើលពាក្យ diplomatic means មានថាមធ្យោបាយការទូត peaceful resolution ដំណោះស្រាយដោយសន្តិភាព territorial integrity បូរណភាពទឹកដី resolute បដូរផ្ដាច់ at all cost មានថាគ្រប់រូបភាពទាំងអស់បាទអញ្ចឹងយើងបកដែរកម្ពុជានៅតែធ្វើការបញ្ញាចិត្តដើម្បីស្វែងរកមធ្យោបាយការទូតបាទស្វែងរកមធ្យោបាយការទូតហើយនឹងដំណោះស្រាយប្រកបដោយសន្តិភាពព្រមទាំងធ្វើការថែរក្សានៅព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសជិតខាងជាព្រំដែននៃសន្តិភាពព្រំដែននៃស្ថិរភាពព្រំដែននៃការអភិវឌ្ឍហើយនិងព្រំដែននៃកិច្ចសហប្រតិបត្តិការរួមគ្នាកម្ពុជាបានបដូរផ្ដាច់នៅក្នុងការការពារនៅបូរណភាពទឹកដីរបស់ខ្លួនគ្រប់រូបភាពណាទាំងអស់បាទអញ្ចឹងសូមសារទៀតបាទកម្ពុជានៅតែធ្វើការបញ្ញាចិត្តដើម្បីស្វែងរកមធ្យោបាយបែបការទូតហើយនឹងដំណោះស្រាយប្រកបដោយសន្តិភាពព្រមទាំងធ្វើការថែរក្សានៅព្រំដែនរបស់ខ្លួនជាមួយនឹងប្រទេសជិតខាងជាព្រំដែនសន្តិភាពស្ថិរភាពអភិវឌ្ឍហើយនឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកកម្ពុជាបានបដូរផ្ដាច់កម្ពុជាគឺបដូរផ្ដាច់នៅក្នុងការ
ការពារនៅបូរណភាពទឹកដីរបស់ខ្លួននៅគ្រប់រូបភាពណាទាំងអស់បាទអញ្ចឹងជំរឿនទី10បាទ The ministry also urged the public not to believe or spread false information on social media or other communication platforms that could destabilize the border situation and cause insecurity, as well as negatively impact the relationship between the armed forces, the normal life of citizens, and the bilateral relation between both nations. បាទចឹងសូមសារទៀត The ministry also urged the public not to believe or spread false information on social media or other communication platforms that could destabilize the border situation and cause insecurity, as well as negatively impact the relationship between the armed forces. The normal life of citizens and the bilateral relation between both nations. បាទ communication platform មានវេទិកាទំនាក់ទំនងដូចជា Telegram Messenger អីផ្សេងៗជាដើមបាទ communication platform destabilize មានថាអស្ថិរភាពបាទអញ្ចឹងយើងចាប់ផ្ដើមមកថាក្រសួងក៏បានជំរុញផងដែរបាទក្រសួងក៏បានជំរុញផងដែរទៅដល់សាធារណជនកុំឲ្យជឿជាក់ឬក៏ផ្សព្វផ្សាយ spread បាទផ្សព្វផ្សាយនៅព័ត៌មានខុសបាទ spread false information ផ្សព្វផ្សាយនៅព័ត៌មានខុសនៅលើបណ្ដាញសង្គមឬក៏ទម្រង់ទំនាក់ទំនងឬក៏វេទិកាទំនាក់ទំនងផ្សេងៗទៀតដែលអាចបង្កឲ្យមានអស្ថិរភាពស្ថានភាពព្រំដែនបាទ destabilize ដែលបង្កឲ្យមានអស្ថិរភាពនៃស្ថានភាពព្រំដែនហើយនឹងបង្កឲ្យមានអសន្តិសុខបាទ cause insecurity ហើយនឹងបង្កឲ្យមានអសន្តិសុខព្រមទាំងការជះឥទ្ធិពលអវិជ្ជមានឬក៏ផលជះអវិជ្ជមាន negatively impact ព្រមទាំងផលជះអវិជ្ជមានទៅដល់ទំនាក់ទំនងរវាងកងកម្លាំងទាំងពីររវាងកងកម្លាំងទាំងពីរការរស់នៅរបស់ប្រជាពលរដ្ឋធម្មតាបាទ normal live of citizen ការរស់នៅរបស់ប្រជាពលរដ្ឋធម្មតាហើយនឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសជាតិទាំងពីរបាទចឹងសូមសារទៀតក្រសួងក៏បានជំរុញទៅដល់សាធារណជនផងដែរកុំឲ្យជឿហើយនឹងពង្រីកឬក៏ផ្សព្វផ្សាយ spread បាទផ្សព្វផ្សាយនៅព័ត៌មានខុសនៅតាមបណ្ដាញសង្គមឬក៏វេទិកាទំនាក់ទំនងផ្សេងទៀតដែលអាចនាំឲ្យអស្ថិរភាពនៅស្ថានភាពព្រំដែនហើយនឹងបង្កអសន្តិសុខព្រមទាំងមានផលជះអវិជ្ជមានបាទព្រមទាំងមានផលជះអវិជ្ជមាននៅទំនាក់ទំនងរវាងកងកម្លាំងទាំងពីរហើយនឹងការរស់នៅរបស់ប្រជាពលរដ្ឋធម្មតាហើយនឹងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសជាតិទាំងពីរបាទទី11 The ministry also urged to public to only trust official and verified sources of information, especially press release issued by the Ministry of National Defense. The statement read, Pusuthiria, a retired academic and distinguished senior advisor at the Cambodia Center for Regional Study, CCRS, said in the current situation, both Cambodia and Thailand must de-escalate the tensions. បាទចឹងសូមអានសារទៀត The ministry also urged the public to only trust official and verified source of information, especially press release issued by the Ministry of National Defense. The statement read, Pusuthiria, a retired academic and distinguished senior advisor at the Cambodia Center for Regional Study, CCRS,
said in the current situation both Cambodia and Thailand must escalate the tension បាទ verify ត្រឹមត្រូវឬច្បាស់ការ distinguished senior advisor ទីប្រឹក្សាជាន់ខ្ពស់ដល់ល្បីល្បាញបាទអញ្ចឹងយើងចាប់ដើមបងបាទអញ្ចឹងយើងមើលនេះ the statement reads បាទអញ្ចឹងសេចក្តីថ្លែងការណ៍ណាបាទការអានសេចក្តីថ្លែងការណ៍ណាបាទថាក្រសួងក៏បានជំរុញផងដែរទៅដល់សាធារណជនឲ្យជឿទុកចិត្តបាទ to only trust បាទឲ្យជឿទុកចិត្តទៅលើប្រភពព័ត៌មានដែលផ្លូវការហើយនឹងច្បាស់ការបាទឲ្យជឿទុកចិត្តទៅលើតែប្រភពព័ត៌មានដែលផ្លូវការហើយនឹងច្បាស់ការ especially press release issued by ជាពិសេសហ្នឹងការធ្វើសន្និសីទខ្សែចេញដោយបាទ press release ជាពិសេសការធ្វើសន្និសីទខ្សែចេញដោយក្រសួងការពារជាតិបាទតបមកនេះភូសុធិរៈបាទភូសុធិរៈអានេះគឺជាថាព័ត៌មានបន្ថែមភូសុធិរៈជាណាគេថាគឺជា retired academic and distinguished senior advisor at Cambodia Center for Regional Study ភូសុធិរៈគឺជាទីប្រឹក្សាជាន់ខ្ពស់ដ៏ល្បីល្បាញហើយនឹងអ្នកស្រាវជ្រាវដែលចូលនិវត្តន៍ម្នាក់នៅឯមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សាក្នុងតំបន់បាននិយាយថាបាទបាននិយាយថាSAT នៅក្នុងស្ថានភាពបច្ចុប្បន្នប្រទេសទាំងពីរកម្ពុជាហើយនិងថៃត្រូវតែបន្ធូរបន្ថយភាពតានតឹងបាទត្រូវតែបន្ធូរបន្ថយភាពតានតឹងបាទអញ្ចឹងសូមសារទៀតសេចក្តីថ្លែងការណ៍នោះបាននិយាយថាក្រសួងក៏បានជំរុញផងដែរទៅដល់សាធារណជនឲ្យជឿត្រឹមតែទៅលើប្រភពព័ត៌មានណាដែលផ្លូវការហើយនឹងច្បាស់ការបាទដែលផ្លូវការហើយនឹងច្បាស់ការជាពិសេសការបញ្ចេញនៅសន្និសីទសារព័ត៌មានចេញដោយបាទ press release ការធ្វើសន្និសីទសារព័ត៌មានចេញដោយក្រសួងការពារជាតិភូសុធិរៈគឺជាទីប្រឹក្សាជាន់ខ្ពស់ដ៏ល្បីល្បាញហើយនឹងអ្នកស្រាវជ្រាវដែលបានជួយនិវត្តន៍នៅឯមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សាក្នុងតំបន់បាននិយាយនៅក្នុងស្ថានភាពបច្ចុប្បន្ននេះថាទាំងកម្ពុជាហើយនិងថៃត្រូវតែបន្ធូរបន្ថយភាពតានតឹងបាទទី12 As the full detail has not been studied yet neither side should point finger at each other he said I call for a mutual understanding so that this could be wrapped up without any more confrontation Sutheria also suggested both Cambodian and Thai authorities take a firm stand against any intention to use the incident to stir up nationalist movement to deter riot the two neighboring countries Thai for political gains បាទចឹងសូមសារទៀត As the full detail has not been studied yet neither side should point figure at each other he said I call for a mutual understanding so that this could be wrapped up without any more confrontation Sutheria also suggested both Cambodian and Thai authorities take a firm stand against any intention to use the incident to stir up nationalist movement to deter riot the two neighboring country Thai for political gain បាទអញ្ចឹងយើងមើល point finger មកចង្អុលមុខដាក់គ្នា point finger ចង្អុលមុខដាក់គ្នា wrap up មានថាបិទបញ្ចប់ confrontation ការប្រជុំមុខដាក់គ្នា firm stand គោលជំហរដ៏មុងម៉ាត់បាទ firm stand stir up nationalism បាទបញ្ឆេះចលនាជាតិនិយម stir up nationalism បាទ nationalist បញ្ឆេះចលនាជាតិនិយម deter riot ធ្លាក់ដុនដាប deter riot ធ្លាក់ដុនដាប political gain ផលប្រយោជន៍នយោបាយបាទ
จับบอกอะไรนี่หมดบ่าก้อนบ้านในยัยถาบ่าโลกสุดที่แล้วบ้านในยัยถาเนี่ยขณะเปได้โปรมีนหลุมอัดปิ้งเล่งบ่า full detail ขณะเปได้ขณะเปได้โปรมีนหรือก่อนเนื้อเปได้โปรมีนหลุมอัดปิ้งเล่งมันตอนบ้านศึกษาตอนเลยซะบ่า not been studied yet บ่าจึงกี่ปลาจี present perfect ขณะเนื้อเปได้โปรมีนปิ้งเล่งมันตอนบ้านศึกษาสอบตอนเลยซะเพียกีอย่างปีมันกู้หรือก็ยังบอกในเด้อเบียจีปะดิไซน์บ่ามันกู้เพียกีอย่างปีเพื่อการจังอลมุกบ่ายังบอกท่าในเดอร์ไซน์มันกู้เพียกีอย่างปี point finger จังเพื่อการจังอลมุกดักให้ตัววินตัวเมาหนุตีบ่าต่อติดI call for a mutual understanding ខ្ញុំសូមអំពាវនាវឲ្យមានការយោគយល់គ្នាទៅវិញទៅមកដូច្នេះនេះវាអាចនឹងបិទបញ្ចប់មិនឲ្យមានការប្រឈមមុខដាក់គ្នាណាថែមទៀតណាមួយថែមទៀតបាទដូច្នេះនេះអាចនឹងបិទបញ្ចប់ wrap up នេះអាចនឹងបិទបញ្ចប់មិនឲ្យមានការប្រឈមមុខដាក់គ្នាថែមទៀតបាទលោកសុធិរៈក៏បានស្នើសុំបាទសុធិរៈក៏បានស្នើសុំទៅភាគីកម្ពុជាទៅអាជ្ញាធរភាគីកម្ពុជាហើយនឹងថៃឲ្យប្រកាន់ជំហរមឹងម៉ាត់បាទ check firm stand ឲ្យប្រកាន់ជំហរមឹងម៉ាត់ប្រឆាំងទៅនឹងចេតនាណាមួយដើម្បីប្រើប្រាស់ឧបទ្ទហេតុនេះដើម្បីបញ្ឆេះបាទ stay up បញ្ឆេះដើម្បីបញ្ឆេះចលនាជាតិនិយមដែលធ្វើឲ្យធ្លាក់ដណ្ដើម to deter riot ដែលធ្វើឲ្យធ្លាក់ដណ្ដើមនៃចំណងមិត្តភាពបាទឆាយចំណងមិត្តភាពនៃចំណងមិត្តភាពប្រទេសជិតខាងទាំងពីរសម្រាប់ផលប្រយោជន៍នយោបាយបាទ for political gain សម្រាប់ផលប្រយោជន៍នយោបាយបាទចឹងសូមសារទៀតលោកក៏បាននិយាយថានៅពេលដែលព័ត៌មានលំអិតពេញលេញមិនទាន់បានសិក្សានោះទេមិនគួរណាភាគីទាំងពីរធ្វើការចង្អុលមុខដាក់គ្នាទៅវិញទៅមកនោះទេខ្ញុំសូមអំពាវនាវឲ្យមានការយោគយល់គ្នាទៅវិញទៅមកឲ្យមានការយោគយល់គ្នាទៅវិញទៅមកដែលនេះគឺអាចបិទបញ្ចប់នៅការប្រជុំមុខដាក់គ្នាណាមួយកើតឡើងលោកសុធិរៈក៏បានធ្វើការសំណូមពរផងដែរទៅដល់អាជ្ញាធរភាគទាំងពីរភាគីគឺកម្ពុជាហើយនិងថៃឲ្យប្រកាន់ជំហរមឹងម៉ាត់ប្រឆាំងទៅនឹងចេតនាណាមួយដែលប្រើប្រាស់ឧបទ្ទហេតុនេះដើម្បីបញ្ឆេះនៅចលនាជាតិនិយមបាទ nationalist movement ចលនាជាតិនិយមដើម្បីបង្កភាពដណ្ដាបនៅចំណងបាទដើម្បីធ្វើឲ្យធ្លាក់ដណ្ដាបនៅចំណងមិត្តភាពប្រទេសជិតខាងទាំងពីរសម្រាប់ផលប្រយោជន៍នយោបាយបាទទី13បាទ The opposition groups in both countries may take this opportunity to rouse up over nationalism among the Cambodian and Thai populations. His explained. It is impossible to prevent them from speaking out, but the authorities must be proactive in providing logical and evidence-based explanation and clarifications to the public to reduce the tension. The opposition groups in both countries may take this opportunity to rush up over nationalism among the Cambodian and Thai populations. His explained. It is impossible to prevent them from speaking out, but the authority must be proactive in providing logical and evidence-based explanation and clarification to the public to reduce the tension. បាទ rush up នេះយើងបកថាបញ្ឆេះដែរស្មើ stay up ដែរបាទ over nationalism ជាតិនិយមជ្រុលស្មើនឹង nationalist movement បាទចលនាជាតិនិយមជ្រុល proactive Boris សកម្មនិយមបាទ proactive Boris សកម្មនិយម logical explanation ការបញ្យល់ឲ្យសមហេតុសមផល logic ការបញ្យល់ឲ្យសមហេតុសមផល clarification ការបំភ្លឺបាទជាងយើងចាប់ឡើងបកដែរបាទយើងបកកន្លែងនេះមុនមក he explained គាត់បានបញ្យល់ថាក្រុមប្រឆាំងនៅក្នុងប្រទេសទាំងពីរ
បាទ opposition group ក្រុមប្រឆាំងនៅក្នុងប្រទេសទាំងពីរប្រហែលជាយកឱកាសនេះដើម្បីធ្វើការបញ្ឆេះអ្នកជាតិនិយមជ្រុលបាទដើម្បីធ្វើការបញ្ឆេះទៅដល់អ្នកជាតិនិយមជ្រុលក្នុងចំណោមប្រជាជនកម្ពុជាហើយនិងប្រជាជនថៃបាទ it is possible ថាវាមិនអាចទៅរួចទេដើម្បីការពារពួកគេពីការនិយាយប៉ុន្តែអាជ្ញាធរត្រូវតែធ្វើបុរេសកម្មនិយមនៅក្នុងការផ្ដល់ឲ្យនៅការពន្យល់ហើយនឹងការបំភ្លឺឲ្យបានសមហេតុសមផលនិងផ្អែកលើភស្តុតាងបាទ evidence base ហើយនឹងផ្អែកលើភស្តុតាងណានៅក្នុងការផ្ដល់បាទផ្ដល់យើងបកនេះមានការពន្យល់ហើយនឹងការបំភ្លឺឲ្យសមហេតុសមផលនិងផ្អែកលើភស្តុតាងចំពោះសាធារណជនដើម្បីកាត់បន្ថយភាពតានតឹងបាទអញ្ចឹងសូមបកភាសាទៀតក្រុមប្រឆាំងនៅក្នុងប្រទេសទាំងពីរប្រហែលជាយកឱកាសនេះដើម្បីបញ្ឆេះនៅចលនាជាតិនិយមក្នុងចំណោមប្រជាជនកម្ពុជាហើយនិងថៃវាមិនអាចទៅរួចទេដើម្បីធ្វើការដើម្បីការពារពួកគេមិនឲ្យនិយាយចេញមកក្រៅប៉ុន្តែអាជ្ញាធរត្រូវតែធ្វើបុរេសកម្មនិយមនៅក្នុងការផ្ដល់នៅការបញ្យល់ហើយនឹងការបំភ្លឺឲ្យសមហេតុសមផលនិងផ្អែកលើភស្តុតាងចំពោះសាធារណជនដើម្បីធ្វើការកាត់បន្ថយនៅភាពតានតឹងបាទទី14 The last significant Cambodia-Thailand military conflict occurs between 2008 and 2011 primarily centered on the Previher Temple area, a UNESCO heritage site near the Dipsud border. In 2008, initial skirmishes broke out between July and October, resulting in casualty on both sides. The last significant Cambodia-Thailand military conflict occurs between 2008 and 2011, primarily centered on the Previher Temple area, a UNESCO heritage site near the Dipsud borders. In 2008, initial skirmishes broke out between July and October, resulting in casualty on both sides. Break out มันហ่าផ្ទុះឡើង casualty របួសបាទអញ្ចឹងថាម៉េចថាចំនួនយោធារវាងកម្ពុជាហើយនិងថៃណាដ៏ខ្លាំងក្លាចុងក្រោយបំផុតបាទ significant ណាចំនួនយោធារវាងកម្ពុជានិងថៃដ៏ខ្លាំងក្លាចុងក្រោយបំផុតបានកើតឡើងរវាងឆ្នាំ2008ហើយនិងឆ្នាំ2011ជាពិសេសបាទ primarily ជាពិសេសផ្ដោតទៅលើប្រាសាទព្រះវិហារបាទ center ណាយើងមកផ្ដោតទៅលើជាពិសេសបាទជាពិសេស Vic Voss កន្លែងនេះគេកាត់ខ្លោះមួយចោលដាក់កន្លែងនេះ Vic Voss បាទជាពិសេសផ្ដោតទៅលើដែលជាពិសេសផ្ដោតទៅលើប្រាសាទព្រះវិហារតំបន់ប្រាសាទព្រះវិហារអញ្ចឹងតំបន់ប្រាសាទព្រះវិហារគេបញ្ជាក់អានេះបញ្ជាក់នៃប្រាសាទព្រះវិហារគឺជាទីតាំងមានថាheritage មានថាទីតាំងបេតិកភណ្ឌបាទគឺជាទីតាំងបេតិកភណ្ឌរបស់អង្គការ UNESCO នៅជិតព្រំដែនចំនួននៅក្នុងឆ្នាំ2008ការវាយឆ្មក់មុនដំបូងបាទការវាយឆ្មក់មុនដំបូងបានផ្ទុះឡើងរវាងខែកក្កដាហើយនិងខែតុលាដែលជាលទ្ធផលនឹងធ្វើឲ្យរបួសទាំងសងខាងបាទអញ្ចឹងសូមសារទៀតចំនួនយោធារវាងកម្ពុជាហើយនិងថៃដ៏ខ្លាំងក្លាចុងក្រោយបំផុតកើតឡើងរវាងឆ្នាំ2000ចន្លោះឆ្នាំ2008 2011ដែលជាពិសេសហ្នឹងផ្ដោតទៅលើប្រាសាទព្រះវិហារតំបន់ប្រាសាទព្រះវិហារដែលជាទីកន្លែងបេតិកភណ្ឌអង្គការ UNESCO បាទចិត្តព្រំដែនមានចំនួននៅក្នុងឆ្នាំ2008ការវាយឆ្មក់មុនដំបូងហ្នឹងបានផ្ទុះឡើងរវាងខែកក្កដាហើយនិងខែតុលាដែលជាលទ្ធផល resulting ជាលទ្ធផលហ្នឹងគឺធ្វើឲ្យរបួសទាំងសងខាងបត់សាយបាទអញ្ចឹងការបកប្រែនៅពេលនេះក៏សូមបញ្ចប់តែនេះបាទអញ្ចឹងស្អែកយើងនឹងចូលអត្ថបទថ្មីមួយទៀតបាទសូមអរគុណ